ក្នុងកិច្ចសន្យាសង្គមសង្គាលកសូត្រយើងនិយាយអំពីតួនាទីឪពុកម្ដាយមួយស្ដាប់បន្តិចពូនិយាយអំពីតួនាទីឪពុកម្ដាយខ្ញុំស្ដាប់តួនាទីឪពុកម្ដាយមានសកម្មភាព9យ៉ាងដែលឪពុកម្ដាយត្រូវធ្វើចំពោះកូនទី1គឺមានមេត្តាទី2សកម្មភាពទី2គឺមានករុណាទី3គឺមានមុទិតាទី4គឺមានឧបេក្ខាបញ្យល4នឹងសិនឪពុកម្ដាយគ្រប់រូបត្រូវតែស្រឡាញ់កូនគ្រប់គ្នាទាំងអស់ចេះវត្តមានរាប់អានកូនគ្រប់គ្នាអត់មានការរើសអើងក្នុងកូនប្រុសកូនស្រីកូនបងកូនប្អូនអត់ទេអញ្ចឹងត្រូវផ្ដល់ភាពកក់ក្ដៅចំពោះកូនគ្រប់រូបករុណាគឺមានការអាណិតអាសូរពេលណាឧទាហរណ៍ក្មួយជាសិស្សដែលកំពុងសិក្សារៀនសូត្របានបន្ទុកមិនសូវល្អឪពុកម្ដាយត្រូវតាមដានថាកូនរៀនមិនសូវបានល្អអញ្ចឹងគឺត្រូវរកវិធីសាស្ត្រត្រូវជំរុញកូនឲ្យកូនខិតខំប្រឹងស្វ័យសិក្សាបន្ថែមដើម្បីពង្រឹងសមត្ថភាពនេះតួនាទីឪពុកម្ដាយនៅពេលដែលកូនបានលទ្ធផលល្អបានពិន្ទុល្អត្រូវមានមុទិតាចិត្តត្រេកអរសប្បាយរីករាយអបអរសាទរចំពោះកូនតែកូនបានពិន្ទុល្អចុះវត្តមានគួរណាត់ចុះហិចទី4ឧបេក្ខាបល័យនិយាយជាមួយព្រះអង្គតិចទៅថាឧបបបត្តិអិខធាតុចូលទៅដល់ចូលទៅចិត្តចូលទៅមើលមានន័យថា M&E តាមដានត្រួតពិនិត្យវិតម្លៃថាកូនអញបានទៅរៀនដល់ទេកូនអញមានស្វ័យសិក្សាមានន័យថាម៉េចមួយស្វ័យសិក្សារៀននៅខ្លួនឯងអានសៀវភៅខ្លួនឯងមិនបាច់ចាំគ្រូដាក់លំហាត់ឲ្យទេចាយពេលវេលាក្នុងមួយថ្ងៃ24ម៉ោងត្រូវមានពេលវេលាណាមួយសម្រាប់អង្គុយអានសៀវភៅកូនបានធ្វើអញ្ចឹងទេអានឹងតួនាទីឪពុកម្ដាយដែលហៅថាព្រំវិហារធម៌